ដើម្បីឲ្យបងប្អូនដើរដល់ត្រឹមត្រូវដូចជាជញ្ជាំងខែលណាកុំឲ្យខ្ញុំផ្ងាក្រោយបានគឺត្រូវមានជញ្ជាំងសម្រាប់ផ្អែកបើអត់មានជញ្ជាំងសម្រាប់ផ្អែកទេខ្ញុំធ្វើអញ្ចឹងបះជើងក្រែងទៅក្រោយឡើយដើម្បីជួយតម្រង់ទិសយើងជួយធ្វើឲ្យយើងពោះទៅរកគោលដៅបានយ៉ាងពិតប្រាកដគឺយើងត្រូវការមេគាត្រូវការរូបមន្តធ្វើជាជញ្ជាំងសម្រាប់ផ្អែកធ្វើជាខែលសម្រាប់តម្រង់ទិសធ្វើជាគន្លងសម្រាប់ឲ្យយើងដើរដល់ត្រឹមត្រូវការយល់ឃើញគឺជាការកំណត់នៅទស្សនៈរបស់យើងទស្សនៈចក្ខុវិស័យយើងទៅណាខ្សែជីវិតរបស់យើងនឹងទៅណាខ្ញុំចង់ផ្ដល់ឲ្យបងប្អូននោះគឺចង់ឲ្យបងប្អូនមាននៅទស្សនៈវិស័យរបស់ខ្លួនឯងតាមអ្វីដែលខ្លួនឯងមើលឃើញប៉ុន្តែតាមអ្វីដែលខ្លួនឯងមើលឃើញហ្នឹងវាអាចមើលឃើញទៅមិនត្រឹមត្រូវវាអាចមើលឃើញទៅមិនបានល្អបើមិនអញ្ចឹងទេអាចប្រកល់ជោគវាសនាឲ្យគេទៀតដូចជាប្រកល់ជោគវាសនាឲ្យព្រំជាអ្នកសម្រេចអញ្ចឹងអាហ្នឹងគឺគ្រោះថ្នាក់ណាអត់មានសេចក្តីសុខទេជីវិតយើងត្រូវតែយើងជាអ្នកសម្រេចអត្តាហេអត្តនោនេថោអត្តាហេអត្តនោនេថោទន្ទិញគាថាហ្នឹងទៅដើម្បីឲ្យខ្លួនយើងคล้ายទៅជាម្ចាស់ជីវិតខ្លួនយើងហើយសិភៅអរិយប្រទេសនេះខ្ញុំលក់ជូនតែមនុស្សណាដែលមានស្មារតីជាពលរដ្ឋទេមានស្មារតីជាមេដឹកនាំទេមេដឹកនាំក៏ជាពលរដ្ឋដែរប៉ុន្តែពលរដ្ឋដែលមានតួនាទីក្នុងការដឹកនាំកិច្ចការឬដឹកនាំអ្នកដទៃឬដឹកនាំខ្លួនឯងអាហ្នឹងយើងហៅថាអ្នកដឹកនាំសម្រាប់ពលរដ្ឋគឺយើងសំដៅទៅលើមនុស្សទូទៅមនុស្សដែលមានសិទ្ធិមនុស្សដែលមានសិទ្ធិជាមនុស្សចំណែកឯពាក្យថាទេសកលនេះគឺសំដៅទៅលើមនុស្សគ្រាន់តែមនុស្សដែលមិនមានសិទ្ធិជាមនុស្សឡើយហេតុអីបានមិនមានសិទ្ធិជាមនុស្សនៅក្នុងសម័យប្រជាធិបតេយ្យគេអត់បែងចែកវណ្ណៈទេសកលវណ្ណៈរាស្ត្រវណ្ណៈមន្ត្រីវណ្ណៈអភិជនទោះបីអ្នកជាមន្ត្រីជាឯកឧត្តមជាអុកញ៉ាជានាយករដ្ឋមន្ត្រីជាប្រធានាធិបតីជាអធិការបតីជាស្អីក៏ដោយគឺពាក្យរួមមួយម៉ាត់ហៅថាពលរដ្ឋប៉ុន្តែពាក្យថាទេសកលនៅពេលនេះខ្ញុំមិនសំដៅទៅលើវណ្ណៈគឺសំដៅទៅលើមនុស្សដែលអត់មានជំនឿជឿជាក់លើខ្លួនឯងគឺមនុស្សដែលប្រកល់ជោគវាសនាទៅឲ្យអ្នកដទៃដូចជាប្រកល់ជីវិតរបស់ខ្លួនទៅឲ្យព្រំជាអ្នកសម្រេចបើសិនជាអ្នកប្រកល់ជោគវាសនារបស់អ្នកឲ្យអ្នកដទៃជាអ្នកសម្រេចមិនបាច់ទិញសិភៅនេះទេគោលការណ៍នៃការលក់សិភៅហ្នឹងគឺកន្លែងហ្នឹងអ្នកដែលមានសិទ្ធិទិញតលតែអ្នកជាពលរដ្ឋសិទ្ធិមានន័យថាអ្នកជាមនុស្សដែលមានជំនឿជឿជាក់លើខ្លួនឯងរស់ដោយខ្លួនឯងខ្ញុំចង់ឲ្យបងប្អូនមាននៅទស្សនៈនឹងការយល់ឃើញឲ្យបានច្បាស់លាស់ដើម្បីកំណត់ជោគវាសនាជីវិតរបស់បងប្អូនឲ្យមានភាពរីកចម្រើនរុងរឿងសម្បូរសប្បាយជាពិសេសការរស់នៅក្នុងការគ្រប់គ្រងជីវិតរបស់យើងមានន័យថាជីវិតរបស់យើងគឺយើងជាអ្នកសម្រេចមិនត្រូវប្រកល់ទៅឲ្យអ្នកណាទាំងហើយកិច្ចការទាំងអស់ហ្នឹងវាផ្ដើមឡើងដោយទស្សនៈយល់ឃើញរបស់យើងសិនបើយើងយល់ឃើញបែបណាវាទៅនឹងហើយឆ្នៃជីវិតរបស់យើងឲ្យคล้ายទៅជាជីវិតម្ចាស់ការលើខ្លួនឯងដោយគាថារបស់ព្រះពុទ្ធអត្តាហេអត្តនោនេថោអរគុណច្រើនជួបជាមួយនឹងខ្ញុំបាទរ៉េនសុខានៅវីដេអូក្រោយជាមួយនឹងប្រធានបទល្អៗដើម្បីជាប្រយោជន៍ទៅដល់ពួកយើងទាំងអស់គ្នា